ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀបរាប់អំពីបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថាបើតាមតំបន់ខ្មែរយើងនិយមហៅពួកវាគេហៅស្ទៀងបជាវពួកប្រភេទស្ទៀងដែលមានរូបរាងតូចអានេះប្រភេទសត្វស្លាបស្ទៀងដែលតូចជាងគេហើយបើនិយាយរួមទៅប្រភេទនេះដែលវាមានឈ្មោះអង់គ្លេសដូចជា Colors Funk Coconut ប្រភេទសត្វស្លាបព្រៃនៅក្នុងគ្រួសារ Funkoនីដាវាត្រូវបានគេរកឃើញនៅក្នុងទ្វីបឥណ្ឌានិងអាស៊ីអាគ្នេយ៍រាប់ចាប់ពីប្រទេសបង់ក្លាដេសប៊ូតានកម្ពុជាយើងក៏មានចំណាត់ថ្នាក់នៅក្នុងសត្វនេះរស់នៅដែរឥណ្ឌាឡាវមីយ៉ាន់ម៉ានេប៉ាល់ថៃម៉ាឡេស៊ីហើយនិងវៀតណាមចំពោះជំរកធម្មជាតិរបស់វារស់នៅព្រៃដែលមានអាកាសធាតុក្តៅជាញញឹបប្រភេទសត្វនេះវាចូលចិត្តនៅតាមព្រៃដែលមានអាកាសធាតុក្តៅហើយវានៅលើតាមគែមមែកឈើឬក៏តាមស្លឹកឈើដែលមានទំហំធំទូលាយអានេះជាប្រភេទកន្លែងវារស់នៅតាមដើមឈើស្លឹកធំមកដល់ចំណុចនេះយើងងាកមកមើលកន្លែងទំហំទម្ងន់ហើយនឹងប្រវែងខ្លួនរបស់វាបន្តិចដែលយើងនិយាយពីដើមវីដេអូដែរថាជាប្រភេទស្ទៀងដែលទូចបំផុតចំពោះទម្ងន់របស់វាគឺមានទម្ងន់ចាប់ពី30ទៅ50ក្រាមគឺវាមានរូបរាងទូចមែនទែនចំពោះប្រវែងដងខ្លួនរបស់វាប្រវែងវាមាន14ទៅ18សង់ទីម៉ែត្រពោះប្រវែងស្លាបវាដែលវាលាតសន្ធឹងទៅមាន28ទៅ34សង់ទីម៉ែត្រប៉ុន្តែវាមានទំហំទៅតាមទំហំញីហើយនិងទំហំឈ្មោលផងដែរចំពោះទំហំញីវាមានទំហំធំជាងពួកឈ្មោលបន្តិចខុសគ្នាបន្តិចតួចទេបងពុកម៉ែបងប្អូនបន្ទាប់មកទៀតយើងចូលមកនិយាយអំពីអាកប្បកិរិយាក្នុងព្រៃឬក៏ការប្រមាញ់ប្រភេទចំណីដែលវាប្រមាញ់ជាប្រចាំដើម្បីយកមកធ្វើជាចំណីចំពោះពួកស្ទៀងបជាវនេះដែរពួកវាសកម្មភាពរបស់ពួកវាប្រមាញ់សត្វព្រៃដោយបង្វែរក្បាលយ៉ាងរហ័សបើសិនតែវាឃើញពួកចំណីណាដែលវាត្រូវការហើយវាបង្វែរក្បាលយ៉ាងលឿនដើម្បីសម្ដៅទៅរកពួកសត្វហើយមិនតែប៉ុណ្ណោះវាអាចចាប់បានសត្វប្រជាវដែលមានចម្ងាយ50ម៉ែត្រពីខ្លួនវាបានហើយជារឿយពពួកសត្វស្ទៀងបជាវនេះដែរវាអាចចាប់ពពួកសត្វល្អិតនៅលើអាកាសបានផងដែរសត្វដែលវាតែងតែប្រមាញ់រួមមានសត្វល្អិតធំដូចជាមេអំបៅកណ្ដូបកន្លាតប៉ុន្តែវាក៏ចាប់សត្វស្លាបតូចនិងជីងចក់ហើយនិងធនិកសត្វតូចផងដែរធ្វើទៅបើតែវាចាប់ពពួកសត្វល្អិតលើអាកាសដូចជាពពួកកណ្ដូបមេអំបៅប៉ុន្តែតាមការអង្កេតឃើញគេឃើញមានតែពួកសត្វស្លាបតែប៉ុណ្ណោះដែលវាយកចូលសម្បុកដើម្បីចិញ្ចឹមកូនរបស់វាពួកស្ទៀងបជាវនេះជួនកាលអាចបោះបាញ់ឬប្រមាញ់សត្វជាក្រុមតូចចាប់ពីក្បាលទៅដល់7ក្បាលដែលវាធ្វើការប្រមាញ់រួមគ្នាប៉ុន្តែជាធម្មតានៅជិតកូនរបស់វាដែលវាប្រមាញ់នៅពេលយប់តែសកម្មភាពភាគច្រើនវាធ្វើសកម្មភាពនៅពេលប្រលប់ទេនៅពេលដែលវាអាចចាប់បានចំណីច្រើនពេលប្រលប់វាមានពួកសត្វល្អិតច្រើនហើយវាអាចធ្វើការប្រមាញ់នៅពេលប្រលប់ដែលវាចាប់បានពពួកសត្វល្អិតបានច្រើនឥឡូវនេះយើងចូលទៅដល់មួយចំណុចទៀតដែលមួយចំណុចនេះខ្ញុំជឿថាពុកម៉ែបងប្អូនអាចចង់ដឹងកន្លែងនេះព្រោះកន្លែងនេះសំខាន់ដែរចំពោះចំណុចនេះចំណុចនៃការបន្តពូជរបស់វារដូវបន្តពូជរបស់វានៅរដូវណាកន្លែងនេះខ្ញុំប្រាប់ទាំងអស់នេះថារដូវពងវានៅខែណារដូវបង្កាត់ពូជកើតឡើងនៅចន្លោះខែកុម្ភៈនោះខែ2ដល់ខែមីនាខែ3ហើយនិងខែឧសភាខែ5ការបង្ហាញនិងការបង្កើតគូចាប់ដើមពីនៅខែមីនាហើយចំពោះស្ទៀងបជាវនេះដែរប្រើរន្ធដែលធ្វើឡើងដោយពួកចុងឈើដែលវាមានរន្ធឬក៏មែកឈើងឹបដែលវាមានរន្ធអានោះ
កន្លែងវាធ្វើសម្បកហើយវាមិនមែនកាច់សម្បកដោយពួកស្ទៀងលោនេះទេពួកនោះវានៅតាមពពួករន្ធឈើវិញដែលជាធម្មតាកម្ពស់វានៅចន្លោះពី7ទៅ12ម៉ែត្រពីលើដីជួនកាលវាអាចប្រើប្រហោងក្នុងអាគារឬប្រហោងធម្មជាតិនៅលើដើមឈើដែលវាកើតឡើងនៅតាមដើមឈើផ្សេងៗដោយឯងវាអាចទៅធ្វើសម្បកនៅកន្លែងនោះរន្ធត្រូវបានបំពេញពាក់កណ្ដាលដោយស្រទាប់ស្លឹកនិងផ្នែកសត្វល្អិតដូចជាពួករួមសត្វអីផ្សេងៗដែលវាយកទៅបំពេញក្នុងរន្ធឈើដើម្បីធ្វើជាសម្បករបស់វាដាក់ពងចំនួន4ទៅ5គ្រាប់មេទាំងពីរក្រាបពងដើម្បីភ្ញើសប៉ុន្តែចំពោះញីមានរដូវកាលយូរជាងឈ្មោលកូនរបស់វាត្រូវបានចិញ្ចឹមដោយមេទាំងពីររបស់វាពេលខ្លះបើមានអ្នកឈ្លានពានមិនថាមនុស្សឬក៏សត្វផ្សេងទេបើសិនចូលទៅជិតកន្លែងសម្បករបស់វាហើយវាអាចជាឆាបឬក៏វាកាចចង់និយាយថាវាកាចពួកប្រភេទសត្វនេះបើចូលទៅជិតសម្បកកូនវាចំពោះរដូវឬក៏ឥរិយាបថរបស់វាយើងនិយាយចប់អស់ហើយយើងចូលដល់ការការពារនិងការគម្រាមកំហែងហើយនឹងស្ថានភាពប្រភេទសត្វនេះអាចសម្របខ្លួនទៅនឹងជំរកដែលរំខាននឹងរបបអាហារផ្សេងគ្នាចំនួនប្រជាជនមិនត្រូវបានកំណត់ចំនួនទេប៉ុន្តែត្រូវបានប៉ាន់ប្រមាណថាមានចំនួនរាប់ម៉ឺនក្បាលនៅលើពិភពលោកវាត្រូវបានគេសង្ស័យថាមានស្ថិរភាពហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមតាមដានវីដេអូនេះទាំងអស់គ្នាខ្ញុំសង្ឃឹមថាការបកស្រាយឬក៏ការបងមិនប្រកាន់ឬក៏ពាក្យលើសលប់ខុសណាមួយសូមអធិស្ឋានផងហើយក៏ខ្ញុំសូមផ្ដាំទៅដល់បងប្អូនពុកម៉ែដែលចូលរួមលេងពួកបាក់សៃនេះចំពោះខ្ញុំបកស្រាយនេះគ្រាន់តែចង់បង្ហាញឬក៏ចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងខ្លះអំពីប្រភេទសត្វมันមានន័យថាចង់ឲ្យពុកម៉ែបងប្អូនទៅយកពួកវាចេញពីសម្បកអុយនោះទេ